បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំសូមដកស្រង់យកអត្ថបទសារព័ត៌មានដែលកំពុងតែកម្ដៅកគុកផ្ទុះនៅក្នុងបណ្ដាញសង្គមមួយតើការសុំទោសរបស់ម្ចាស់ហាងទូរស័ព្ទមាត់ឆៅដែលជេរមិនសំចៃមាត់ទៅបងវីរៈកងទ័ពជួយមុខអាចរួចខ្លួនដែរឬទេណាអញអត់មានចង់បានទូរស័ព្ទឲ្យមកដើមនឹងទេណាអាស្លាប់អាត្រូវគ្រាប់ផ្លោងអាវ៉ាន់ឯងផ្ញើមកខាងអញទៅដកបានព្រលឹមឡើងម៉ោង8ជាងឯងឆាតមកមើលនៅបានប៉ុន្មាននេះ QR បាញ់មកបាញ់តពកម៉ែឯងអីគេប្រាប់មុខពលិកអញឆ្លើយទៅវិញឯតាបងមេអត់តន់មើលទេហូស៊ីកុំធ្វើបាបគ្នាហូស៊ីឲ្យត្រង់ខ្ញុំត្រង់ហេហើយនិយាយចឹងបានន័យថាមិនអាចចៃម្រាយពុកម៉ែបងប្អូនទាំងអស់គ្នាកាលពីពេលថ្មីនេះទូការវែកញែកជាខ្លាំងជុំវិញករណីម្ចាស់ហាងទូរស័ព្ទមួយកន្លែងដែលបានជេរប្រមាថកប់មាត់ឆ្លើយឆ្លងតាមឆាតទៅនឹងអ្នកទិញដែលគេដឹងថាជាបងវីរៈកងទ័ពជួមុខដែលមានឈ្មោះថារិទ្ធដើមហេតុដំបូងបងដែលជាវីរៈកងទ័ពតម្រាំសន្សំលុយបានទិញនិងបានកំងទូរស័ព្ទមួយគ្រឿង2 page ដែលមានឈ្មោះថា Mr. X Gaming លុះពេលដែលផ្ញើទទួលបានរួចហើយប៉ុន្តែទូរស័ព្ទនោះស្រាប់តែប្រើមិនកើតគាត់ក៏បានផ្ញើត្រឡប់ទៅវិញដោយយកថវិកានោះមកវិញប៉ុន្តែពេលដែលម្ចាស់ហាងបានទទួលយកអីវ៉ាន់នោះហើយក៏ស្រាប់តែខឹងសម្បាយ៉ាងខ្លាំងនិងបានប្រើពាក្យសម្ដីមិនសមរម្យជេរប្រមាថទៅលើបងវីរៈកងទ័ពហើយថែមទាំងគំរាមថានឹងមិនផ្ញើសូម្បីតែលុយនិងទូរស័ព្ទឲ្យវិញនោះទេក្នុងនាមជាកងទ័ពមួយរូបត្រូវបានគេជេរប្រមាថដូច្នេះបងប្រុសខាងលើបានចេញវីដេអូនិងភ្ជាប់ជាមួយនឹងសារដែលម្ចាស់ហាងទូរស័ព្ទខាងលើនោះជេរប្រមាថលើបណ្ដាញសង្គមដើម្បីដង្ហោយរកយុត្តិធម៌បន្ទាប់អំពីផុសរួចឃើញថាបងប្អូនយើងទូទាំងប្រទេសមានការខឹងសម្បារយ៉ាងខ្លាំងនៅទង្វើអសិលធម៌ដូច្នេះក៏បានបញ្ចេញមតិរិះគន់និងស្នើឲ្យថ្នាក់លើចាត់វិធានការស្ត្រីនោះតាមផ្លូវច្បាប់ជាធរមានដោយសារតែខ្លាចមានទោសស្ត្រីខាងលើបានចេញវីដេអូសុំទោសជាសាធារណៈនិងបានចេញទៅជួបផ្ទាល់ជាមួយនឹងបងវីរៈកងទ័ពដោយផ្ដល់នៅទូរស័ព្ទ Oppo មួយគ្រឿងនិងថវិកា 20,000 រៀលទោះបីជាយ៉ាងណាក៏ដោយមហាជននៅតែមិនស្ងប់ចិត្តនោះទេនៅតែទទូចឲ្យថ្នាក់លើចាត់វិធានការទៅតាមផ្លូវច្បាប់ដដែលតើស្ត្រីខាងលើអាចរួចទោសដែរឬទេហើយចុះបើឯងអត់ចង់ការពីឯងរត់ចោលជួទៅថែងការងាររបស់ឯងហីអញនឹងទៅចាប់ឯងចូលទៅហ៊ានមែនឬមួយក៏ឯងចង់ខ្លួនឯងអីអាចុយម្រាយនេះចេញមកឈួតចឹងអាចឈួតងាររបស់ឯងវាការងាររបស់ឯងអាចចរិតឯងចេញមកឆ្លើយវាជាចរិតរបស់ឯងមួយអញពាក់ព័ន្ធអីជាមួយនឹងការងារឯងអូអញ្ចឹងឯងឲ្យតែហ៊ានឯងចង់និយាយមិនមួយគេក៏បានដែរចាឯងកំងអាវ៉ាន់គេឯងមិនឲ្យលុយគេហ្មងទៅព្រោះឯងអ្នកការពារមកប្រទេសហ៎អីចេញមកឈួតតែឯងចឹងអាឡប់ស្តែចាសូមជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំគឺជាម្ចាស់ page ដែលមានចំនួនជាមួយនឹងបងកងទ័ពថ្ងៃនេះនាងខ្ញុំសូមចេញវីដេអូសុំទោសជាសាធារណៈចំពោះរូបគាត់ផ្ទាល់ចំពោះមហាជនទូទាំងប្រទេសផ្ទាល់ចំពោះបងវីរៈកងទ័ពបងកងទ័ពរួមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់នាងខ្ញុំសូមធ្វើការសុំទោសជាសាធារណៈដោយចិត្តស្មោះចំពោះកំហុសឆ្គងដែលនាងខ្ញុំមានហើយនាងខ្ញុំសូមសន្យាថានឹងមិនឲ្យមានកំហុសឆ្គងបែបនេះចាប់ពីថ្ងៃនេះតទៅចឹងសូមបងប្អូនមេត្តាអាណិតអធិស្ឋានដល់រូបនាងខ្ញុំផងចាសូមអរគុណតើបងប្អូនយល់យ៉ាងណាបន្ទាប់អំពីបានស្ដាប់សារឆ្លើយឆ្លងរវាងអ្នកលក់ទូរស័ព្ទខាងលើជាមួយនឹងបងវីរៈកងទ័ពអាចបញ្ចេញមតិនៅខាងក្រោមនេះបានបើចឹងសូមបញ្ចប់នៅតំបន់នេះតែត្រឹមនេះសិនហើយបងប្អូនដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ដើម្បីទៅបាននៅអត្ថបទផ្សេងៗទៀតបាទសូមអរគុណនិងសូមគោរពលា